ខ្ញុំជាអ្នករកស៊ីតើខ្ញុំអាចធ្វើបានបទសរសរដែលបានអត់ហើយបើសិនជាខ្ញុំធ្វើបានតើខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីគេខ្លះពីខាងបទសរសរចោះចំពោះសិស្សនិស្សិតតើអាចធ្វើបានបទសរសរដែរអត់ចា៎ជំរាបសួរពុកម៉ែបងប្អូនចឹងវិលមកជួបគ្នាសារជាថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកពាក្យពន្ធទៅនឹងអ្នកសេដ្ឋកិច្ចការប្រព័ន្ធឬយើងហៅថាបុគ្គលស្វ័យនយោជថាតើពួកគាត់អាចធ្វើបានបទសរសរដែលបានអត់ហើយទទួលបានអត្ថប្រយោជន៍អ្វីគេខ្លះពីខាងបសសមុននឹងធ្វើការចែករំលែកខ្ញុំសូមបញ្យល់អំពីនិយមន័យនៃបុគ្គលស្វ័យនយោជបន្តិចណាបុគ្គលស្វ័យនយោជគឺជាជនដែលប្រកបមុខរបរឬការងាររកប្រាក់ចំណូលផ្ទាល់ខ្លួនមិនពាក់ព័ន្ធទៅនឹងប្រាក់ឈ្នួលឬប្រាក់បៀវត្សដែលផ្ដល់ដោយនយោជកឬដោយរដ្ឋតាមរយៈកិច្ចសន្យាការងារហើយក៏មិនមានប្រើប្រាស់កម្មករនយោជិតនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនអញ្ចឹងនិយាយឲ្យខ្លីគឺបុគ្គលស្វ័យនយោជនឹងគឺគាត់រកប្រាក់ចំណូលដោយខ្លួនឯងអត់មានប្រើប្រាស់បុគ្គលិកនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនទេហើយក៏អត់ទទួលបានប្រាក់ឈ្នួលដែរអញ្ចឹងសួរថាតើត្រូវធ្វើដូចម្តេចដើម្បីគាត់អាចធ្វើបានបសសបានអញ្ចឹងទី1គាត់ត្រូវតែស្នើសុំវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានសិនហើយភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពទើបគាត់អាចចេញមកធ្វើបានបសសបានណាហើយមួយវិញទៀតពាក់ព័ន្ធទៅនឹងថាតើការស្នើសុំវិញ្ញាបនបត្រនឹងតើស្នើសុំតាមណាអញ្ចឹងការស្នើសុំវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺយើងអាចស្នើសុំតាមកម្មវិធី App KMIE ហើយខ្ញុំនឹងធ្វើការបង្ហាញអំពីវីដេអូនៃការស្នើសុំបងប្អូនទាំងអស់គ្នាអាចទស្សនារបៀបនៃការស្នើសុំនៅក្នុងវីដេអូនេះបានចាអញ្ចឹងជាដំបូងយើងចូលទៅក្នុង Play Store ហើយយើងវាយពាក្យ KMIE សិនមកដើម្បីយើង download app នឹងមកសិនចាហើយបន្ទាប់មកយើងចាប់ផ្ដើមចុចទៅតាមគេហើយយើងវាយលេខទូរស័ព្ទរបស់យើងចូលមកបង្កើតលេខកូដសម្ងាត់6ខ្ទង់ហ្នឹងថាមានអក្សរលេខអក្សរធំអក្សរតូចហើយមានលេខទៀតណាហើយយើងបញ្ជាក់លេខកូដម្ដងទៀតចុចសញ្ញាតិចហើយយើងចុចបន្តមកដល់កន្លែងនេះគឺយើងរងចាំការផ្ញើលេខកូដ6ខ្ទង់ចូលមកយើងវាយលេខកូដចូលហើយយើងចូលទៅបន្តទេយើងថតអត្តសញ្ញាណប័ណ្ណចូលណាអ្នកនរគ្នាបញ្ជាក់អត្តសញ្ញាណប័ណ្ណអ្នកនរគ្នាថតឲ្យច្បាស់បើមានថង់ផ្លាស្ទិកដកចេញឲ្យហើយណាមកដល់កន្លែងនេះយើងថតរូបខ្លួនឯងចូលថត selfie មកប៉ុស្តិ៍មកហើយចុចពាក្យយល់ព្រមចំណុចនេះយើងវាយលេខអត្តសញ្ញាណប័ណ្ណរបស់ចូលហើយពេញព័ត៌មានតាមការទាមទាររបស់គេមកបានត្រឹមត្រូវណាហើយនឹងអាស័យដ្ឋានបច្ចុប្បន្នរបស់យើងនៅណាយើងពេញនៅនឹងណាពេញអាស័យដ្ឋានឲ្យបានត្រឹមត្រូវហើយយើងចុចពាក្យបន្ទាប់មកដល់កន្លែងនេះអ្នកនរគ្នាយកពាក្យបុគ្គលស្វ័យនយោជហើយជ្រើសរើសវិស័យហើយនឹងប្រភេទមុខរបរដែលជាមុខរបររបស់អ្នកនរគ្នាហើយចុចពាក្យបន្ទាប់ទីតាំងអាជីវកម្មមានយើងដាក់បទមានយើងដាក់អត់មានទៅណាចាព័ត៌មានផ្សេងគឺសួរពាក់ព័ន្ធទៅនឹងការសិក្សារបស់យើងស្ថានភាពគ្រួសារហើយនឹងកម្រិតប្រាក់ចំណូលយើងពេញតាមការទាមទារគេទៅណាចុចដល់ឡើយនេះពេញរូបថតអាប់ឡូតរូបថតចូលតាមការទាមទាររបស់គេរូបថតលេខរសៀលរបស់យើងហើយយើងចុចពាក្យ tick ទៅតាមតម្រូវការដែលយើងចង់រដ្ឋាភិបាលផ្ដល់ឲ្យយើងហើយចុចពាក្យបន្ទាប់ហើយយើងរងចាំបន្តិចទៅចាហើយនេះយើងផ្ទៀងផ្ទាត់ព័ត៌មានរបស់យើងមើលត្រឹមត្រូវអស់ហើយនៅចាត្រឹមត្រូវហើយយើងធីក2ដងហើយចុចពាក្យចុះឈ្មោះឥឡូវយើងជោគជ័យហើយយើងរងចាំវិញ្ញាបនបត្រធ្លាក់មកវិញណាអាចរងចាំមួយថ្ងៃបើលឿនយើងយូរមួយអាទិត្យអីហ្នឹងធ្លាក់មកវិញហើយចាពេលបានយើងអាចពេញចេញមកបានតម្រង់វិញ្ញាបនបត្របែបនេះណាបងប្អូនបើអត់ចេះទេអាចអញ្ជើញទៅភ្នាក់ងារKMIE តាមធនាគារដែលបានបង្ហាញជូននេះគាត់អាចជួយសម្រាប់ជំនួយចុះជូនបានណាចាបន្ទាប់អំពីទស្សនាអំពីការបង្ហាញវីដេអូនៃការស្នើសុំវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរួចហើយបងប្អូនទាំងអស់គ្នាកុំភ្លេចណានៅពេលដែលយើងទទួលបានវិញ្ញាបនបត្រហ្នឹងយើងអាចព្រីនចេញមកភ្ជាប់មកជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពហើយអញ្ជើញទៅស្នាក់ការបសសណាក៏បានដែរដើម្បីស្នើសុំចុះឈ្មោះអញ្ចឹងសូមបញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងការស្នើសុំចុះឈ្មោះជាបុគ្គលស្វ័យនយោជនេះគឺត្រូវតែលក្ខខណ្ឌគឺត្រូវមានអាយុមិនលើស60ឆ្នាំគិតត្រឹមថ្ងៃស្នើសុំចុះបញ្ជីណាអញ្ចឹងបើសិនជាអាយុលើស60ឆ្នាំគឺអត់អាចស្នើសុំចុះបញ្ជីបានទេអញ្ចឹងមកអ្នកសួរថាចុះបើខ្ញុំអាយុ50ឆ្នាំ59ឆ្នាំហើយទៅស្នើសុំចុះបញ្ជីហើយដល់ខ្ញុំ60ឆ្នាំតើប្រើប្រាស់បានទៀតអត់ចាប្រើប្រាស់បានធម្មតាបើសិនជាលពូអ្នកមីងនៅបង់បន្តបង់គឺនៅអាចប្រើប្រាស់បានធម្មតាទេនេះគឺយើងនិយាយតែលក្ខខណ្ឌនៃការស្នើសុំចុះបញ្ជីទេបើសិនជាគាត់អាយុលើស60ឆ្នាំគឺគាត់អត់អាចស្នើសុំចុះបញ្ជីជាបុគ្គលស្វ័យនយោជបានទេតែបើសិនជាគាត់បានចុះមុន60ឆ្នាំហើយអត់មានបញ្ហាទេគាត់អាចធ្វើការបង់ហើយប្រើប្រាស់បន្តបានណា
ចាសំណួរសួរថាបើសិនជាយើងមានបានបោះសសរនិងវិញ្ញាបនបត្រនិស្សិតកិច្ចការប្រព័ន្ធនឹងសិតតែអាចស្នើសុំចុះបញ្ជីជាបុគ្គលស្វែងនិយាយបានទាំងអស់គ្នាមែនចម្លើយគឺថាអត់ទេគឺអ្នកទាំងអស់គ្នានឹងត្រូវឆ្លងកាត់ការសម្ភាសន៍មួយតង់ទៀតជាមួយនឹងខាងមន្ត្រីបោះសសរណាអំពីលក្ខខណ្ឌនៃការបង់បុគ្គលស្វែងនិយោជន៍គឺមួយខែយើងបង់ 15,600 15,600 លក្ខខណ្ឌយើងបង់ប្រចាំខែកាលណាយើងស្នើសុំបង់ប្រចាំឆ្នាំគឺមួយឆ្នាំ 187,200 ហើយបើសិនជាមានការចុះគ្រួសារក្រុមបន្ទុកគឺយើងគុណចំនួនមនុស្សតែម្ដងចា៎ហើយចំពោះការបង់ភាគទានវិញបើសិនជានៅក្នុងករណីដែលបងប្អូនឬក៏លោកអ៊ំលោកពូអ្នកមីងខកខានបង់លើសពី6ខែដូច្នេះគឺត្រូវបានសន្មតថាយើងបោះបង់សិទ្ធិនៅក្នុងការចូលជាសមាជិកបសផ្នែកបុគ្គលស្វែងនិយោជន៍ហើយអញ្ចឹងគឺយើងអត់អាចស្នើមកបើកបន្តទៀតបានទេនៅក្នុងពេលនេះហើយបើសិនជាយើងចង់ប្រាប់បន្តលុះត្រាតែយើងបានចូលធ្វើការជាកម្មករនិយោជិកហើយនិយោជកបានបង់ភាគទានឲ្យទើបយើងអាចប្រើប្រាស់កាត់បសបន្តទៀតបានណាសំណួរសួរថាតើបុគ្គលស្វែងនិយោជន៍ទទួលបានអត្ថប្រយោជន៍ដោយកម្មករនិយោជិកដែរទេចានៅពេលបច្ចុប្បន្ននេះគឺមិនទាន់បានច្រើនដូចជាកម្មករនិយោជិកនោះទេគឺទទួលបានតែសេវាថែទាំនិងព្យាបាលនៅមន្ទីរពេទ្យដៃគូបសហើយចំពោះស្ត្រីមានផ្ទៃពោះដែលគាត់មានភាគទាន9ខែក្នុងកំឡុងពេល12ខែចុងក្រោយគឺទាល់ថ្ងៃសម្រាប់គាត់ទទួលបានប្រាក់បំណាច់មិត្តភាព 70% ពីខាងបសសគឺទប់តែបានប៉ុណ្្នឹងទេពាក់ព័ន្ធទៅនឹងប្រាក់បំណាច់ប្រចាំថ្ងៃឬក៏វិភាគបុជាស័ព្ទនោះគឺយើងអត់ទាន់មានប្រកាសឬក៏អនុក្រឹត្យបន្ថែមអីទៀតទេសូមបន្ថែមបន្តិចពាក់ព័ន្ធទៅនឹងសិស្សនិស្សិតគឺគាត់អត់ទាន់អាចមកធ្វើបានបសសបានទេណាគឺឥឡូវនេះប្រភេទនៃសមាជិកបសយើងមានតែកម្មករនិយោជិកបុគ្គលស្វែងនិយោជន៍ឬក៏អ្នកនៅក្រុមបន្ទុកគឺសំដៅទៅដល់សហព័ន្ធឬក៏កូនដែលមានអាយុក្រោម18ឆ្នាំគេអាចដាក់នៅក្រុមបន្ទុករបស់ឪពុកឬក៏ម្ដាយដែលជាសមាជិកបសសអញ្ចឹងចំពោះសិស្សនិស្សិតហ្នឹងគឺយើងអត់ទាន់មានគោលការណ៍អនុញ្ញាតឲ្យធ្វើនៅឡើយទេចាការចែករំលែករបស់នាងខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាជាមួយនឹងការចែករំលែកនៅវីដេអូក្រោយទៀតចាសូមអរគុណ